dạពេល3 ម៉ោងដើរលេងបានរហូតដល់6ប្រាសាទនៅខេត្តសៀមរាបតោះចឹងប្រាសាទទី1ដែលខ្ញុំបានមកដល់គឺជាប្រាសាទកវ៉ាន់ហើយខ្ញុំមកដល់ប្រាសាទកវ៉ាន់គឺម៉ោង 3:27 នាទីជាក់ស្ដែងប្រាសាទកវ៉ាន់នេះគឺកសាងឡើងក្នុងកំឡុងសតវត្សទី10នៅក្នុងឆ្នាំ921ក្នុងរាជព្រះបាទហោសៈវរ្ម័នទី1ដោយការកសាងប្រាសាទនេះគឺដើម្បីឧទ្ទិសទៅដល់ព្រះវិស្ណុអញ្ចឹងបន្ទាប់ពីចេញពីប្រាសាទកវ៉ាន់ហើយខ្ញុំនឹងទៅប្រាសាទណាទៀតតោះទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាប្រាសាទទី2គឺជាប្រាសាទបាតជុំដោយប្រាសាទបាតជុំគឺជាប្រាសាទមួយដែលកសាងទៅក្នុងកំឡុងពាក់កណ្ដាលសតវត្សទី10ដោយមន្ត្រីរាជការជាន់ខ្ពស់ម្នាក់ក្នុងរជ្ជកាលព្រះបាទរាជានន្ទរៈទី2ដោយការកសាងនេះគឺមានគោលបំណងមួយដើម្បីឧទ្ទិសទៅដល់ពុទ្ធសាសនាមហាយានប្រាសាទបាតជុំក៏អត់សូវមានភ្ញៀវទេសចរទៅលេងច្រើនដែរពេលដែលខ្ញុំទៅគឺមានតែខ្ញុំម្នាក់ដែលទៅលេងទេក្រៅពីហ្នឹងគឺបងដែលគាត់ធ្វើការប្រចាំការនៅហ្នឹងប្រាសាទទី3ដែលខ្ញុំបានមកដល់នេះគឺជាប្រាសាទមួយដែលមានភ្ញៀវទេសចរទៅលេងច្រើនគួរសមដែរនោះគឺជាប្រាសាទប្រែរូបអញ្ចឹងប្រាសាទប្រែរូបគឺជាប្រាសាទមួយដែលបានកសាងឡើងដោយមន្ត្រីជាន់ខ្ពស់ក្នុងរជ្ជកាលព្រះបាទរាជានន្ទរៈវរ្ម័នទី2ដូចគ្នាហើយគាត់ក៏ជាអ្នកដែលបានកសាងប្រាសាទបាតជុំដែរខ្ញុំបានមកដល់ប្រាសាទមេបនខាងកើតហើយសម្រាប់ប្រាសាទនៅតែខ្ញុំដើររយៈពេល3ម៉ោងហ្នឹងគឺវាអត់ខុសគ្នាប្រាសាទពីច្រើនស្តៀងគ្នាព្រោះប្រាសាទខ្ញុំមានពេលរយៈពេល3ម៉ោងចុងក្រោយស្រាប់ទៅពេញវិញហើយជាក់ស្ដែងនៅប្រាសាទមេបនខាងកើតនេះពីច្រើននៅកន្លែងជួសជុលមួយចំនួននៅពងតែជួសជុលហើយសម្រាប់ប្រាសាទដែលខ្ញុំដើររយៈពេល3ម៉ោងចុងក្រោយហ្នឹងគឺថាអត់សូវមានចម្លាក់ក្បាច់ក្បូរជាប់ប្រាសាទច្រើនដូចនៅគោឯងហើយប្រភេទដែលប្រាសាទដែលខ្ញុំដើរហ្នឹងភាគច្រើនមានមួយថ្នាក់ពីរថ្នាក់បីថ្នាក់មួយជាន់ពីរជាន់បីជាន់អញ្ចឹងទៅអញ្ចឹងពេលរបស់ខ្ញុំមានខ្លីហើយខ្ញុំក៏ចំណាយពេលដើរមើលប្រាសាទនេះក៏បានតិចដែរឥឡូវជាក់ស្ដែងគឺខ្ញុំបានមកដល់ប្រាសាទតាសោមហើយជាក់ស្ដែងប្រាសាទតាសោមនេះគឺអត់សូវមានមនុស្សមកច្រើនដូចគ្នាដោយសារតែវានៅរៀងឆ្ងាយពីតំបន់ដែលសម្បូរប្រាសាទពេកជាក់ស្ដែងទៅអីដែលខ្ញុំបានសួរទៅដល់ខាងបងដែលគាត់ប្រចាំការនៅប្រាសាទមួយហ្នឹងគាត់ប្រាប់ខ្ញុំថាប្រាសាទឆ្ងាយហ្នឹងក៏អត់សូវមានអ្នកទៅលេងច្រើនទេវាច្រើនគេទៅខាងប៉ែកអង្គរវត្តបាយ័នហើយមួយប្រាសាទអីចេញពីអង្គរវត្តទៅបាយ័នទៅហ្នឹងវារៀងចិត្តអញ្ចឹងទៅគេទៅនោះក៏រៀងច្រើនដែរហើយអ្នកដែលពួកគាត់ដែលនៅ stand by ហ្នឹងគាត់ថាប្រាសាទឆ្ងាយគេអត់សូវបានទៅទេអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកដើរលេងប្រាសាទដែលរៀងឆ្ងាយខ្លះផងអូខេអញ្ចឹងខ្ញុំបានទស្សនាឬក៏បានមើលនៅប្រាសាទតាសោមនេះហើយអស់ហើយខ្ញុំមិនមើលហើយទាំងអស់ហើយខ្ញុំមើលបានច្រើនដែរតែវាអត់សពអញ្ចឹងនៅសល់ប្រាសាទមួយចុងក្រោយទៀតដើម្បី complete រយៈពេលរបស់ខ្ញុំហ្នឹងគឺជាគេហៅថាប្រាសាទប្រទេសសម្រែអញ្ចឹងតោះយើងទៅមើលមួយខ្ញុំទាំងអស់គ្នាអូខេទីបំផុតខ្ញុំមកដល់ប្រាសាទប្រទេសសម្រែហើយខ្ញុំមកដល់នេះក្នុងម៉ោង5:20 នាទីជាងអញ្ចឹងដើរទៅមើលមួយខ្ញុំអស់គ្នាហើយខ្ញុំមកដល់មុនពេលកំណត់ទៀតអញ្ចឹងយើងដើរមើលសិនទៅមើលឲ្យសល់ពេលដល់មកគឺយើងបង្គ្រប់រយៈពេល3ម៉ោងនៅប្រមាណប្រាសាទតោះនេះគឺជាប្រាសាទបន្ទាយសម្រែហើយប្រាសាទនេះនៅរៀងឆ្ងាយគឺនៅរៀងឆ្ងាយមែនតើអញ្ចឹងបើសិនជាយើងមកសម្រាប់រយៈពេលខ្លីតើតើយើងធ្វើបែបហ្នឹងទើបយើងអាចបានដើរមើលប្រាសាទច្រើនហើយប្រាសាទដែលឆ្ងាយតាក់ទងមួយអង្គរវត្តយើងក៏គួរតែមើលដែរមិនយើងអត់គួរមើលទេមួយឆ្នាំមកយើងអាចមកសម្រាប់បាន2ដងហ្នឹងទៅយើងអាចបានមើលប្រាសាទច្រើនហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងពេលនេះខ្ញុំបានបញ្ចប់បេសកកម្មរបស់ខ្ញុំហើយ3ម៉ោងចុងក្រោយសម្រាប់ការដើរមើលប្រាសាទនៅសៀមរាបអញ្ចឹងបើមានកន្លែងណាខុសទោះអីឬក៏មានកន្លែងណាចង់កែអប់រំចង់កែលម្អខ្ញុំអីអ្នកនរគ្នាអាចខមមិននៅខាងខុសបាទអញ្ចឹងខ្ញុំសិលីវីដេអូរបស់យើងក៏បានចប់តែនេះដែរអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយ